គ្រប់ជំរាបសួរបងប្អូនបាទហើយថ្ងៃនេះមានបទពិសោធន៍ចង់ចែករំលែកជូនបងប្អូនអ្នកដែលគាត់មានបញ្ហាមហារីកបងប្អូនជាទូទៅបងប្អូនដែលដឹងថាការព្យាបាលមហារីកវាសំខាន់ហើយរបៀបនៃការព្យាបាលដំណើរការនៃការព្យាបាលមហារីកវាអាចជាទៅបានវាអាស្រ័យលើអីខ្លះអញ្ចឹងណាបងប្អូនបាទបើសិនជាអ្នកដែលគាត់ធ្លាប់មានបទពិសោធន៍មានបញ្ហាសុខភាពឬក៏គាត់ធ្លាប់ព្យាបាលឬក៏គាត់មានសាច់ញាតិគាត់អាចដឹងខ្លះប៉ុន្តែអ្នកខ្លះគាត់អត់ដឹងទេអត់ដឹងថាតើការព្យាបាលមហារីកហ្នឹងអាចជាទៅបានដោយរបៀបណាអញ្ចឹងណាពីព្រោះកត្តារាងកាយនិងការព្យាបាលវាខុសៗគ្នាអ្នកខ្លះគាត់ត្រូវការព្យាបាលដោយការបាញ់គីមីចាក់គីមីតែម្យ៉ាងហើយអ្នកខ្លះបាញ់កាំរស្មីតែម្យ៉ាងហើយអ្នកខ្លះទៀតគាត់បាញ់គីមីផងបាញ់កាំរស្មីផងហើយការព្យាបាលដែលមានគុណភាពមានប្រសិទ្ធភាពខ្ពស់បងប្អូនវាពាក់ព័ន្ធជាមួយថានៅពេលដែលយើងប្រឹក្សាមួយដុកទ័រគាត់នឹងអាចវិនិច្ឆ័យបានទៅតាមការពិនិត្យជាក់ស្ដែងក្នុងកំឡុងពេលការស្វែងរកព័ត៌មានតាក់ទងជាមួយនឹងជំងឺរបស់យើងថាជំងឺរបស់យើងជាប្រភេទមហារីកអីត្រូវការឆ្លងការត្រួតពិនិត្យរយៈពេលយូរបាទក្រោយពេលដែលវិនិច្ឆ័យចប់រួចរាល់អស់ហើយគាត់នឹងអាចកំណត់ស្តង់ដារនៃការព្យាបាលបានអញ្ចឹងហើយបងប្អូនខ្លះគាត់អត់ដឹងទេថាស្តង់ដារនៃការព្យាបាលសម្រាប់អ្នកជំងឺមហារីកហ្នឹងព្យាបាលវាមិនអញ្ចឹងគាត់នឹងអាចឆ្លើយតបទៅកាន់អ្នកជំងឺដែលគាត់ពីព្រោះអ្នកជំងឺដែលគាត់កើតមហារីកពាក្យច្រើនគឺគាត់អាចនឹងភ័យខ្លាចហើយនឹងប្រឈមពីព្រោះវាជាជំងឺកាចសាហាវអញ្ចឹងពេលដែលបានលទ្ធផលអស់ហើយគាត់នឹងប្រាប់ថាបាញ់គីមីប្រមាណដងបាញ់កាំរស្មីប្រមាណដងអត់ទោះបាញ់កាំរស្មីប្រមាណដងចាក់គីមីប្រមាណដងហើយមួយទៀតតកតងជាមួយនឹងដំណាក់កាលទៀតក្នុងដំណាក់កាលហ្នឹងគឺសំដៅទៅលើថាតើមហារីកហ្នឹងវាជាដំណាក់កាលទីប្រមាណដំណាក់កាលទី1ដំណាក់កាលទី2ឬក៏ដំណាក់កាលទី3ឬក៏ឈានចូលដំណាក់កាលទី4ហើយបងប្អូនប្រកាសជាភ័យនៅពេលដែលបងប្អូនឃើញថាបងប្អូនពិនិត្យឃើញមហារីកដំណាក់កាលទី2ទី3ឬក៏ដំណាក់កាលទី1ឬក៏ជាដំណាក់កាលចុងក្រោយហើយដំណាក់កាលចុងក្រោយបងប្អូនពិបាកអត់អាចព្យាបាលក៏ប៉ុន្តែមានថ្នាំដែលអាចទប់បានអញ្ចឹងណាមានថ្នាំទប់បានគេហៅថ្នាំពន្យានឹងមានប៉ុន្តែក្នុងករណីថាដំណាក់កាលដែលអាចព្យាបាលបានទី1ទី2ទី3អញ្ចឹងនៅពេលដែលការព្យាបាលគឺខុសគ្នាហើយយើងអាចយកអ្នកជំងឺសង្ដានៃការព្យាបាលរបស់គាត់តាមបែបនេះព្យាបាលទៅតាមបែបនេះអត់ទេគឺអាស្រ័យទៅលើរាងកាយយើងហើយនឹងអាស្រ័យជាមួយនឹងការព្យាបាលរូបមន្តតាមជាក់ស្ដែងថាអ្នកឯងត្រូវបាញ់កាំរស្មី20ដងដាក់គីមី10ដងឬក៏20ដងឬក៏7 8ដងហើយឬក៏ក្នុងរយៈពេលណាមួយហើយព្យាបាលត្រូវការរយៈពេលចន្លោះពីប្រមាណថ្ងៃប្រមាណខែបាទអ្នកខ្លះអាច3ខែ2ខែអ្នកខ្លះអាច1ខែឬអ្នកខ្លះអាចរហូតដល់6ខែហើយអ្នកខ្លះទៀតអាចរហូតដល់ឆ្នាំហើយឆ្នាំហ្នឹងគឺជាជំងឺគេហៅមហារីកអាចដល់ដំណាក់កាលចុងក្រោយត្រូវការពេលត្រូវការថ្នាំត្រូវការដាក់នេះនោះបាទអញ្ចឹងហើយវិធីព្យាបាលវាមានតាមកម្រិតនៃការដាក់ថ្នាំស្តង់ដារការប្រឹក្សាជាមួយដុកទ័រអញ្ចឹងបងប្អូនបាទហើយអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាតាក់ទងជាមួយនឹងគីមីតាក់ទងជាមួយនឹងបាញ់កាំរស្មីឬក៏កម្រិតនៃការព្យាបាលមហារីកបងប្អូនគួរតែប្រឹក្សាជាមួយដុកទ័រហើយស្វែងរកដុកទ័រស្វែងរកមន្ទីរពេទ្យដែលអាចជឿទុកចិត្តហើយដាក់ថ្នាំមានប្រសិទ្ធភាពកុំឲ្យដាក់ថ្នាំដាក់ដល់ថ្ងៃตายแล้วដល់ថ្ងៃគឺគាត់ដាក់ទៅអ្នកខ្លះដាក់ហើយគឺគាត់មានបញ្ហាអាយុជីវិតតែម្ដងអញ្ចឹងណាបាត់បង់ជីវិតអីចឹងទៅប៉ុន្តែយើងត្រូវដឹងថាដាក់ថ្នាំទាល់តែមានកម្រិតស្តង់ដារហើយដាក់ទៀងទាត់មានន័យថាកាំរស្មីប្រសិទ្ធភាពថ្នាំក្តីប្រសិទ្ធភាពបាញ់កាំរស្មីក្តីវាមានរយៈពេលរបស់វាមានរយៈពេលកំណត់របស់វាកាលណាតែយើងបាញ់អត់ជាប់គ្នាហើយយើងដាក់នឹកឃើញចង់ដាក់នឹកឃើញចង់បាញ់ចង់ឬក៏យើងពជាពេលរាងកាយរបស់យើងទៅអត់រួចអាហ្នឹងវាធ្វើឲ្យមហារីកឬក៏សាច់ហ្នឹងវាកាន់តែរីករាលដាលទៅអញ្ចឹងណាបងប្អូនបាទអរគុណច្រើនជម្រាបលា